សូមអនុញ្ញាតគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាបាទនៅថ្ងៃនេះយើងរត់ឡានបាន3គ្រឿងបងប្អូនរត់ឡានតាមបណ្ដោយផ្លូវជាតិលេខ4បងប្អូនបាទទីស្ថានភាពផ្លូវជាតិលេខ4នេះគឺมันមានការកកស្ទះចរាចរណ៍អីទេបងប្អូនបាទបងប្អូនប្រជាពលរដ្ឋកំពុងតែធ្វើដំណើរតាមផ្លូវមួយបងប្អូនมันមានជាការពមៀញឹកអីទេបងប្អូនបាទព្រោះកន្លះម៉ោងយើង9ជាង10នេះគឺពួកគាត់កំពុងតែបំពេញការងារនៅក្នុងស្ថាប័នរៀងខ្លួនបងប្អូនដោយឡែកពួកខ្ញុំ3នាក់នេះគឺជាអ្នកផ្សព្វផ្សាយតាមផ្លូវបងប្អូនហើយក៏ឆ្លៀតឱកាសនេះដែរយើងក៏ថតផ្សព្វផ្សាយចែកជូនពុកម៉ែបងប្អូនទស្សនាឲ្យដឹងពីព្រឹត្តិការណ៍ក៏ដូចជាព័ត៌មានតាមផ្លូវនោះមានស្ទះវាមានគ្រោះថ្នាក់ចរាចរណ៍វាមានបញ្ហាអីអត់បងប្អូនបាទហើយសម្រាប់ខ្ញុំបាទមិនមែនជាអ្នកផ្សព្វផ្សាយរឿងចរាចរណ៍រឿងអីទេបងប្អូនគ្រាន់តែយើងផ្សព្វផ្សាយពីគេហៅថាការងារប្រចាំថ្ងៃរបស់យើងបងប្អូនបាទការងារប្រចាំថ្ងៃរបស់យើងចឹងទៅបងប្អូនហើយយើងក៏ឆ្លៀតឱកាសនេះយើងថតចែកជូនបងប្អូនទស្សនាកំសាន្តមើលទៅបងប្អូនបាទមានខុសតោះអីបងប្អូនកុំប្រកាន់បងប្អូនទេបាទធម្មតាទេលើដងផ្លូវតែងតែមានរូបភាពក៏ដូចជាសម្លេងមិនសមរម្យកន្លែងណាមួយបងប្អូនកុំប្រកាន់បងប្អូនណាបាទឥឡូវយើងមកដល់នេះហៅថាវត្តស្ងួនពេជ្របងប្អូនបាទនេះប្រឡោះចូលវត្តជីបសោនោះបងប្អូនយើងបើកបរដែលមានការទទួលខុសត្រូវបងប្អូនបាទហើយសុំកុំបើកបរបងប្អូនយើងជៀសវាងគ្រោះថ្នាក់ចរាចរណ៍មើលមិនឃើញទេបងប្អូនអើយមើលមិនឃើញទេហើយបងប្អូនសុខសប្បាយអត់បងប្អូនបាទហើយយើងចិត្តដល់នេះចិត្តដល់ខែចូលឆ្នាំទៀតទេខែនេះខែ10ហើយណាចិត្តដាច់ខែ10ហើយបាំងតែប្រហែលថ្ងៃទៀតដាច់ខែ10ចូលខែ11ចិត្តឆ្លងឆ្នាំហើយបងប្អូនអើយចាស់មួយឆ្នាំទៀតហើយមិនតាន់សល់អីទេជីវភាពលុយកាក់អីក៏មិនតាន់បានធូរស្បើយទេបងប្អូនគឺការសងតាកំណុលធនាគារអញ្ចឹងទៅគឺមិនទេជីវិតមានអញ្ចឹងហើយបងប្អូនតែយើងសកម្មភាពយើងមានតែប៉ុណ្្នឹងឯងបងប្អូនអើយថតឲ្យបាន3នាទីជាងមើលហោះលើបណ្ដាញសង្គមឲ្យបានយូរបន្តិចសកម្មភាពយើងតាមផ្លូវបងប្អូនបាទអរគុណបងប្អូនអរគ្នាបាទអរគុណច្រើន